ចំណាយតិចមានគុណភាពសម្រស់ក៏មិនអន់ដែរដំបូងកាត់ទុយោជួរ4ដែលមានប្រវែងស្មើគ្នាចងថង់កស៊ូនៅចុងទុយោម្ខាងលាយកបោស៊ីម៉ង់ដើម្បីចាក់ចូលក្នុងទុយោនោះដាក់កំណាត់ដែកខ្លីៗដើម្បីធ្វើមុខវាទុកវាសម្ដិលឲ្យស៊ីម៉ង់នឹងស្ងួតសិនក្រោយពីស៊ីម៉ង់ស្ងួតហើយចាប់ផ្ដើមយកទុយោទាំង4ហ្នឹងយកមកវាដើម្បីយកស្នូលខាងក្នុងទុកមួយអន្លើសិនជំហានបន្ទាប់រៀបចំទូរបស់ផើងយកធុងពេត្រូដែលធំល្មមរួចបត់ដែកស័ង្កសីជាពុំរាងមូលឲ្យតូចជាងធុងពេត្រូល្មមដាក់ឲ្យចំកណ្ដាលនៃធុងពេត្រូបន្ទាប់យកដីខ្សាច់យកមកចាក់ចូលនៅក្នុងពុំដែលមានរង្វង់មូលហ្នឹងដើម្បីឲ្យវាមានរូបរាងនៅគែមខាងគឺជាកម្រាស់នៃផើងផ្កានេះដូច្នេះយកកំបោរស៊ីម៉ង់យកមកចាក់ជុំវិញសងខាងហ្នឹងហើយពីលើដីខ្សាច់ដែលជាពុំរបស់យើងមិញដែរហ្នឹងពេលចាក់ហើយប៊ីវាឲ្យស្មើរួចចោះរុនតូចមួយបន្ទាប់មកទៀតយកជើងទាំង4ដែលយើងបានច្នៃហើយយកមកដោតវាជារង្វង់បែបនេះយកដីខ្សាច់ដើម្បីកប់ជើងនេះប៉ុន្តែកុំឲ្យពេញនៅធុងពេត្រូហ្នឹងយើងត្រឹបវាឲ្យវានៅសល់គែមខាងក្រោមបន្តិចដើម្បីយើងចាក់ជើងវាខាងក្រោមនេះឲ្យវាជាប់ល្អនៅសល់គឺត្រូវបំពេញដោយកបោរស៊ីម៉ង់ហើយគូដាក់កូនដែកតូចដើម្បីឲ្យវារឹតតែមាំនៅខាងជើងខាងក្រោមនេះផងដែរក្រោយពីធ្វើរួចរាល់ត្រឹបវាឲ្យស្មើល្អហើយទុកវាសិនឲ្យវាស្ងួតក្រោយពីស្ងួតហើយយកទឹកក្តៅមកចាក់លើធុងពេត្រូហ្នឹងដើម្បីដកពុំនឹងចេញក្រោយពីរួចរាល់យើងចាប់ផ្ដើមសម្អាតដីខ្សាច់ដែលយើងបានធ្វើពុំហ្នឹងសម្អាតវាឲ្យស្អាតល្អទៅក្រោយពីសម្អាតបានស្អាតហើយយើងអាចខាត់វាឲ្យរលោងពេលដែលយើងបានខាត់វាមកស្អាតរួចរាល់ហើយយើងអាចប្រើវាដើម្បីដាំកូនឈើឬកូនផ្កាអីតូចដាក់នៅក្នុងផ្ទះឬក៏នៅក្នុង office របស់យើងបានហើយនេះគឺជារូបរាងដែលក្រោយពីផលិតរួចហើយបើយើងយកវាទៅដាក់នៅក្នុងផ្ទះឬក្នុង office អីយើងអាចលាបពណ៌ឬក៏គូររូបគូអីនៅលើអាផើងនឹងទៀតវារឹតតែមានសោភ័ណភាពប្រណិតជាងនឹងថែមទៅទៀតអញ្ចឹងសង្ឃឹមថាវីដេអូហ្នឹងជាប្រយោជន៍ទៅដល់បងប្អូនយើងទាំងអស់គ្នាផង